គ្រូពេទ្យជើង4កាលពីយូរលង់ណាស់មកហើយមានសេដ្ឋីម្នាក់មានទ្រព្យបរិបូរណ៍ណាស់ហើយមានកូនប្រុសដល់ទៅ5នាក់កូនបងទាំង4នាក់សុទ្ធតែមានរូបស្អាតទាំងអស់ពួកគេបានទទួលការស្រឡាញ់ថ្នាក់ថ្នមពីសេដ្ឋីជាឪពុកម្ដាយមាននារីបម្រើនៅថែទាំរក្សាមិនឲ្យខ្នើសចិត្តឡើយគ្រប់គ្នាសុទ្ធតែរស់នៅក្នុងភាពថ្នាក់ថ្នមទំរើសបំផុតអភ័ព្វអ្វីតែកូនប្រុសពៅកើតមកកំបុតជើងទាំងពីរសេដ្ឋីនិងភរិយាខ្មាស់គេខ្លាំងណាស់ពួកគេក៏គិតគ្នាថាកូនមួយនេះបើទុកនៅមិនសមនឹងមុខមាត់របស់ខ្លួនទេទើបឲ្យនាងបម្រើម្នាក់យកកូនពៅទៅដាក់ក្នុងឆ្នាំងបណ្ដែតទឹកចោលឆ្នាំងដាក់ទារកកំសត់អណ្ដែតតាមទឹកមកដល់ជាយដែនក៏មានបរិសម្នាក់ធ្វើគ្រូពេទ្យជាទីគោរពនៃអ្នកស្រុកនៅទីនោះឃើញឆ្នាំងអណ្ដែតមកដល់មាត់កំពង់ទឹកមុខផ្ទះគាត់ក៏ចុះទៅលើកឆ្នាំងនោះមើលស្រាប់តែឃើញទារកនៅក្នុងឆ្នាំងពេលបីទារកឡើងមកគាត់ក៏ឃើញកំបុតជើងទាំងពីរពេលនោះគាត់មានចិត្តអាណិតទារកនោះខ្លាំងណាស់លោកគ្រូពេទ្យយកទារកពិការមកចិញ្ចឹមធ្វើជាកូនដោយក្តីអាណិតស្រឡាញ់ដោយកូនបង្កើតឯនាងទាសីដែលយកទារកទៅបណ្ដែតចោលចិត្តមិនដាច់នឹកអាណិតទារកពេកក៏ដើរតាមខ្សែទឹកតាមរកទារកពិការនោះហើយបានជួបនៅផ្ទះគ្រូពេទ្យនាងបានសុំលោកគ្រូនៅចាំបម្រើថែរក្សាទារកនោះដោយមិនយកប្រាក់ឈ្នួលអ្វីឡើយលោកគ្រូពេទ្យដាក់ឈ្មោះឲ្យកូននោះថាកុម្ភៈកុមារពេលកុមារអាយុបាន9ឆ្នាំនាងទាសីប្រាប់ប្រវត្តិពិតឲ្យកុមារបានដឹងកុមារតូចចិត្តខ្លាំងណាស់ដែលឪពុកម្ដាយបង្កើតបោះបង់ចោលខ្លួនបែបនេះគ្រូពេទ្យលួងលោមកូនចិញ្ចឹមអប់រំកូនថាមនុស្សពិការមិនមែនសុទ្ធតែអាប់អោនពិបាកវេទនានោះទេទ្រព្យសម្បត្តិមិនមែនកើតពីដៃជើងឡើយគឺកើតពីការព្យាយាមមើលទៅអ្នកសំទានចុះខ្លួនមានដៃជើងគ្រប់គ្រាន់ហេតុអ្វីក៏គ្មានទ្រព្យសម្បត្តិឯយៈទុសកាន់មានក្បាល10ដៃ1000នៅតែច្បាំងចាញ់ព្រះរាមដែលមានដៃតែ2កុម្ភៈកុមារស្ដាប់ពាក្យពន្យល់របស់ឪពុកចិញ្ចឹមហើយក៏ខិតខំរៀនសូត្រទាំងអក្សរសាស្ត្រនិងវិទ្យាពេទ្យកុម្ភៈកុមាររៀនពូកែណាស់ធ្វើឲ្យឪពុកចិញ្ចឹមពេញចិត្តយ៉ាងខ្លាំងនៅពេលដែលសម្លឹងឃើញជើងពិការរបស់ខ្លួនឯងកុម្ភៈកុមាររឹតតែមានការពុះពៀតស៊ូរៀនធ្វើឡើងព្រោះដឹងថាខ្លួនគ្មានអ្វីទីពឹងក្រៅពីចំណេះវិទ្យានោះទេកើតមកជាមនុស្សពិការមិនអាចចេញរករបរចិញ្ចឹមជីវិតដូចមនុស្សធម្មតាបានឡើយការព្យាយាមតែងជួបផលសម្រេចកុម្ភៈកុមារនៅក្មេងមានពិតតែរៀនចេះចប់វិទ្យាក្បួនពេទ្យជាច្រើនកុម្ភៈកុមារមានអាយុគម្រប់12ឆ្នាំហើយឪពុកចិញ្ចឹមនាំទៅប្រឡងនៅរាជធានីកុម្ភៈកុមារប្រឡងជាប់លេខ1ខាងវិទ្យាពេទ្យល្បីពេញរាជធានីព្រះរាជាទ្រង់ប្រទានងារឲ្យកុម្ភៈកុមារជាឧត្តមមន្ត្រីកិត្តិយសដោយឃើញកុម្ភៈកុមារពីការជើងទាំងពីរព្រះអង្គព្រះរាជទានបរិមាត្រមាំមួន2នាក់និងអង្រឹងស្នែងមួយសម្រាប់ជាយានជំនិះដើម្បីងាយស្រួលដល់កុម្ភៈកុមារធ្វើដំណើរទៅព្យាបាលជំងឺគ្រប់ទីកន្លែងប្រជារាស្ត្រទាំងឡាយឃើញដូច្នេះដាក់ឈ្មោះថ្មីឲ្យកុម្ភៈកុមារថាគ្រូពេទ្យជើង4ព្រោះមានអ្នកសែងស្នែង2នាក់ជើង4សែងគ្រូពេទ្យដែលគ្មានជើងនោះគ្រូពេទ្យជើង4ព្យាបាលអ្នកជំងឺមិនរើសមុខទេមិនថាអ្នកមានឬអ្នកក្រឡើយរំលឹកពីសេដ្ឋីជាឪពុកបង្កើតរបស់កុម្ភៈកុមារវិញកូនប្រុសទាំង4នាក់ដែលមានរូបល្អនោះគិតតែសប្បាយមិនគិតពីការរៀនសូត្រទេពួកគេនាំគ្នាចាយវាយខ្ជះខ្ជាយទ្រព្យសម្បត្តិខ្លះយកប្រពន្ធចិត្តឯងមិនស្ដាប់ឪពុកម្ដាយខ្លះគិតតែផឹកស៊ីស្រាល្បែងខ្លះទៀតស្ដាប់ប្រពន្ធលួចទ្រព្យសម្បត្តិឪពុករត់ចេញពីផ្ទះសេដ្ឋីពិបាកចិត្តរហូតធ្លាក់ខ្លួនឈឺធ្ងន់ព្រោះតែកូនមិនបានដូចចិត្តម្នាក់សោះនេះគឺមកពីការអប់រំមិនល្អបណ្ដែតបណ្ដោយឲ្យកូនធ្វើអ្វីតាមតែចិត្តរហូតคล้ายទៅជាទម្លាប់ទៅហើយភរិយាសេដ្ឋីខំរកគ្រូពេទ្យជាច្រើននាក់មកព្យាបាលលោកសេដ្ឋីប៉ុន្តែមិនបានគ្រាន់បើសោះពេលឈឺធ្ងន់ទោះជាមានអ្នកបម្រើឆ្វេងស្ដាំក៏មិនបានសុខស្រួលឡើយពេលនេះហើយដែលលោកសេដ្ឋីភ្ញាក់ខ្លួនលែងស្ដាយទ្រព្យសម្បត្តិព្រោះពេលអស់ជីវិតមិនអាចយកទ្រព្យទៅជាមួយសូម្បីតែបន្តិចពេលនោះសេដ្ឋីឮឈ្មោះល្បីរបស់គ្រូពេទ្យជើង4ក៏ឲ្យអ្នកបម្រើទៅអញ្ជើញមកព្យាបាលជំងឺរបស់ខ្លួន
លោកគ្រូពេទ្យជើង4មិនបានស្គាល់ឪពុកបង្កើតរបស់ខ្លួនទេក៏ព្រមទទួលមកព្យាបាលដោយយកចិត្តទុកដាក់បំផុតលោកសេដ្ឋីសន្យានឹងគ្រូពេទ្យជើង4ថាបើព្យាបាលលោកជាសះស្បើយលោកនឹងប្រគល់ទ្រព្យសម្បត្តិឲ្យទាំងអស់នាងទាសីមកជាមួយនាងមិនប្រាប់កំភៈកុមារថាលោកសេដ្ឋីជាឪពុករបស់កំភៈកុមារទេទុកឲ្យព្យាបាលលោកសេដ្ឋីទាល់តែបានជាសះស្បើយសិនគ្រូពេទ្យជើង4ខិតខំព្យាបាលទាល់តែលោកសេដ្ឋីបានជាពីរោគាលោកសេដ្ឋីស្ងើចសរសើរចំណេះជ្រៅជ្រះរបស់លោកគ្រូពេទ្យក្មេងខ្លាំងណាស់លោកសេដ្ឋីតូចចិត្តខ្លួនឯងដែលមានកូនប្រុសដៃជើងល្អគ្រប់លក្ខណៈដល់ទៅ4នាក់ប៉ុន្តែគ្មានកំណើតមិនអាចប្រៀបធៀបទៅនឹងមនុស្សពិការម្នាក់បានផងដល់ពេលប្រគល់ទ្រព្យសម្បត្តិទើបនាងទាសីបានចេញមកបង្ហាញខ្លួនប្រាប់ការពិតដល់លោកសេដ្ឋីថាគ្រូពេទ្យជើង4នេះហើយគឺជាកូនប្រុសពៅដែលលោកឲ្យទាសីយកទៅបណ្ដែតទឹកចោលនោះលោកសេដ្ឋីនិងភរិយាយំអោបកូនសោកស្ដាយកំហុសរបស់ខ្លួនដែលគិតខុសហើយពេញចិត្តនឹងប្រគល់ទ្រព្យឲ្យទៅកូនទាំងអស់គាត់សុំឲ្យតែកូនមករស់នៅជួបជុំឪពុកម្ដាយវិញគ្រូពេទ្យជើង4រីករាយណាស់បានឪពុកម្ដាយទទួលស្គាល់ដូច្នេះគ្រូពេទ្យក៏បានយកនាងទាសីនិងឪពុកចិញ្ចឹមមករស់នៅសុខសាន្តជួបជុំគ្នាក្នុងវិមានសេដ្ឋីលោកសេដ្ឋីរឹតតែស្រណោះអាណិតកូនពៅទ្វេឡើងហើយសោកស្ដាយកំហុសរបស់ខ្លួនដែលបានបោះបង់កូនឲ្យពិបាកវេទនាលោកសេដ្ឋីនិងភរិយាផ្ដោតក្តីស្រឡាញ់ថ្នាក់ថ្នមកូនពៅគ្រប់ពេលវេលាដើម្បីជួសសងកំហុសរបស់លោកកន្លងមកធ្វើឲ្យជីវិតគ្រួសារនេះពោរពេញទៅដោយសុភមង្គលណាស់